ចេននេះត្រូវបាន hater វាប្រហារយ៉ាងចាស់ដៃដោយសារតែវីដេអូមួយនេះ Vilementy តែទឹកមុំក្រូចឆ្មារួមបញ្ចូលគ្នាយ៉ាងល្អផ្ដល់ភាពស្រស់ស្រាយ វីដេអូមួយរបស់ Jennie គឺកំពុងតែមានការ viral និងវាប្រហារយ៉ាងខ្លាំងពីសំណាក់ hater របស់នាងដែលវាជាវីដេអូមួយរូបនាងបានចូលរួមនៅក្នុងកម្មវិធី channel ហើយនៅក្នុងវីដេអូមួយនេះខ្ញុំជឿថានៅពេលដែលខ្ញុំលើកប្រធានបទនេះយកមកនិយាយអ្នកមួយចំនួននឹងនិយាយថាចេះរឿងបែបហ្នឹងសោះក៏លើកយកមកនិយាយដែរប៉ុន្តែខ្ញុំសនំពរឲ្យអ្នកនរគ្នាស្ដាប់ដល់ចប់មុននឹងបញ្ចេញមតិវីដេអូមួយរបស់ Jennie ដែលជាសមាជិកក្រុម Blackpink គឺកំពុងតែមានការ viral និងទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់ hater របស់នាងដែល hater ទាំងនោះគឺគិតថាវាគឺជាទង្វើមួយដែលមិនសមរម្យជាមួយនឹងអ្នកច្នៃម៉ូដរបស់នាងគឺជាវីដេអូ clip ដែលរូបនាងបានចូលរួមនៅក្នុងកម្មវិធី channel ដែលរូបនាងត្រូវបានគេថតជាប់ជាមួយនឹងសកម្មភាពបរិម្នាក់ដែលជា stylist ប្រចាំខ្លួនរបស់នាងយកដៃទៅទាញសម្រួលកអាវរបស់នាងដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការជជែកវែកញែកដេញដោលគ្នាពេញបណ្ដាញសង្គមបញ្ចេញមតិមិនពេញចិត្តចំពោះ Jennie ក្នុងការអនុញ្ញាតឲ្យមនុស្សប្រុសទៅប៉ះទៅលើដើមទ្រូងរបស់ខ្លួនទាំងដែលមានបុគ្គលិកស្រីនៅក្បែរខ្លួនក៏មានក៏មិនព្រមឲ្យពួកគេជួយសម្រួលរហូតដល់ក្រុម hater រិះគន់យ៉ាងខ្លាំងនៅសរសេរពាក្យមួយឃ្លាឲ្យ Jennie ថា pick me បើសិនបើនៅពេលដំបូងកំឡុងពេលដែល debut លើដំបូងខ្ញុំជឿថា Jennie អាចនឹងយកទូរស័ព្ទមកអង្គុយមើលហើយអាននៅ comment ទាំងអស់ហ្នឹងហើយដែលធ្វើឲ្យរូបនាងមិនសប្បាយចិត្តឬក៏អាច depression អីចឹងទៅប៉ុន្តែខ្ញុំជឿថាចេះឥឡូវនេះចាក់ Jennie អត់ចូលឯមកប៉ុន្តែក៏មានអ្នកចេញមកការពារ Jennie ដែរដែលបានបញ្ជាក់ថាបរិសម្នាក់នោះគ្រាន់តែជា stylist ប្រចាំខ្លួនរបស់នាងនឹងធ្វើអ្វីតាមតែទួនាទីរបស់គាត់តែប៉ុណ្ណោះនឹងមិនមានគោលបំណងអ្វីទៅបៀតបៀនទៅលើរាងកាយរបស់ Jennie នោះទេនឹងបានបន្ថែមទៀតថាសូម hater ទាំងអស់ចាកចេញឆ្ងាយពី Jennie ឈប់ពាក់ព័ន្ធជាមួយនឹងនាងទៀតទៅនឹងយកនាងធ្វើជាប្រធានបទដើម្បីវាប្រហារទៅលើរូបនាង Leave Jennie aloneតោះឥឡូវដល់ពេលដែលខ្ញុំត្រូវបកស្រាយនៅក្នុងវីដេអូនេះហើយខ្ញុំចង់បញ្ជាក់អ្នកនរគ្នាថាខ្ញុំមិនមែនជា hater ទៅលើ Jennie ឬក៏ជាបុគ្គលម្នាក់ដែលចង់បាន attention នៃនោះទេប៉ុន្តែគោលបំណងនៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់ធ្វើជាសារដាស់តឿនដល់អ្នកនរគ្នាម្ដងហើយម្ដងទៀតទៅលើអ្នកគ្រប់គ្រងមិនថាជាអ្នកគ្រប់គ្រងទៅលើតារាបរទេសឬក៏តារានៅក្នុងស្រុកអីនោះទេសូមបញ្ឈប់នៅសកម្មភាពទាំងអស់ដែលពាក់ព័ន្ធជាមួយនរណាម្នាក់ដែលអ្នកនរគ្នាមិនពេញចិត្តព្រោះវាគ្មានបានអីមកវិញនោះទេកុំឲ្យគេឃើញអ្នកថាជាមនុស្សម្នាក់ហ្នឹងដែលចូលចិត្តដេកទៅអោបភ្លើងក្តៅក្រហាយតែម្នាក់ឯងប្រសិនបើអ្នកនរគ្នាមិនពេញចិត្តតារាណាឬក៏នរណាម្នាក់សូមអូសចោលឬក៏ block គ្រប់ social media ទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងមនុស្សអ្នកដែលមិនពេញចិត្តធ្វើដូច្នេះទើបជីវិតរបស់អ្នកហ្នឹងជួបតែរឿងល្អៗហើយផ្លូវចិត្តរបស់ខ្លួនឯងហ្នឹងក៏ល្អដូចគ្នាផងដែរប្រសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏សំណួរអ្វីផ្សេងទៀតអាច comment ខាងក្រោមវីដេអូនេះខ្ញុំនឹងព្យាយាមស្វែងរកចម្លើយជូនដល់អ្នកទាំងអស់គ្នា